ចំណុច3យ៉ាងដែលធ្វើឲ្យយើងជោគជ័យនៅក្នុងការធ្វើរឿងអីមួយជួនកាលយើងស្មានតែមានតែមួយចំណុចហ្នឹងជោគជ័យតែពិតវាត្រូវការរឿង3ចំណុចទី1ទាក់ទងទៅនឹងផ្នត់គំនិតរបស់យើងហើយកន្លែងផ្នត់គំនិតនេះបងប្អូនប្រយ័ត្នប្រយែងខ្លាំងមែនតើជួនកាលយើងមានតែផ្នត់គំនិតល្អមួយយើងស្មានតែយើងនឹងបកកែហើយស្មានតែយើងនឹងធ្វើអ្វីបានហើយយើងទៅធ្វើអាចគ្រោះថ្នាក់ខ្ញុំមកថតថាយើងមានផ្នត់គំនិតថាធ្វើអីក៏បានសម្រេចដែរធ្វើអីក៏បានសម្រេចដែរអញ្ចឹងនៅពេលដែលយើងគេឲ្យយើងចង់ហែឆ្លងទន្លេមួយពេលយើងហែឆ្លងទន្លេមួយស្រាប់តែយើងអាចហែបានយើងអាចហែបានយើងអាចហែបានស្រាប់ចោះទៅលេចបាត់ដោយសារអីដោយសារយើងអត់ចេះហែអញ្ចឹងប៉ុន្តែមិនមានន័យថាផ្នត់គំនិតអត់សំខាន់ទេផ្នត់គំនិតស្ថិតនៅក្នុងរៀងទី1យើងត្រូវតែមានចិត្តក្លាហានយើងត្រូវតែមានផ្នត់គំនិតវិជ្ជមានដែលអាចធ្វើរឿងគ្រប់យ៉ាងបានប៉ុន្តែបងប្អូនត្រូវប្រយ័ត្នកន្លែងហ្នឹងត្រូវមានចំណុចទី2ទៀតគឺត្រូវមានជំនាញផ្នត់គំនិតល្អហើយត្រូវតែមានជំនាញល្អទៀតផ្នត់គំនិតល្អហើយត្រូវតែមានជំនាញបកកែទៀតខ្ញុំឧទាហរណ៍រឿងហែទឹកដដែលយើងមានផ្នត់គំនិតថាយើងប្រកាសជាអាចហែបានយើងប្រកាសជាអាចហែបានជាផ្នត់គំនិតវិជ្ជមានល្អរបស់យើងតើយើងមានជំនាញហែនៅតើយើងមានជំនាញហែនៅតើយើងបានហាត់ហែនៅរៀនហែនៅស្ទាត់ជំនាញក្នុងការហែនៅមានជំនាញចំណុចទី2បងប្អូនត្រូវតែមានជំនាញជួនកាលយើងទៅរៀននៅក្នុងសាលាខ្លះទៅរៀនមុខវិជ្ជាខ្លះដែលគេផ្ដោតទៅលើតែផ្នត់គំនិតឯនៅពេលនោះយើងមានផ្នត់គំនិតវិជ្ជមានចេញមកយើងមានផ្នត់គំនិតអាចធ្វើអ្វីបានគ្រប់យ៉ាងហើយយើងចាប់ផ្ដើមទៅធ្វើវាប៉ុន្តែបងប្អូនត្រូវប្រយ័ត្នប្រយែងមែនទែនបងប្អូនអត់មានជំនាញធ្វើវាទេបងប្អូនអត់ទាន់មានជំនាញធ្វើវាទេយើងមានផ្នត់គំនិតថាជាទាហានមកយើងត្រូវតែច្បាំងឈ្នះក្លាហានគ្រប់បែបយ៉ាងស្អីក៏អត់ខ្លាចទាំងអស់ប៉ុន្តែយើងអត់មានជំនាញច្បាំងទេយើងអត់ទាន់មានជំនាញច្បាំងបងប្អូនត្រូវតែមានជំនាញច្បាំងទៀតមានជំនាញបាញ់កាភ្លើងមានជំនាញបច្ចេកទេសមួយចំនួនជាច្រើនទៀតផ្នត់គំនិតបូកនឹងជំនាញផ្នត់គំនិតបូកនឹងជំនាញចំណុចទី3មានឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់អត់ទាហានទៀតផ្នត់គំនិតល្អក្លាហានមោះមុតមានជំនាញហើយតែកាភ្លើងយើងចាស់ឬក៏កាភ្លើងយើងអត់ប៉ាកែអត់ទំនើបដូចគេកាភ្លើងយើងមានចំនួនតិចហើយឧបករណ៍សម្ភារៈយើងអត់គ្រប់គ្រាន់ក៏យើងពិបាកដែរហែទឹកក៏ដូចគ្នាយើងមានផ្នត់គំនិតល្អហើយយើងក្លាហានហើយយើងមានផ្នត់គំនិតវិជ្ជមានហើយយើងអត់មានជំនាញហែឥឡូវមានជំនាញហែហើយបើយើងមានឧបករណ៍ថែមទៀតអាវពងឬក៏មានប្រដាប់ពាក់ជើងទាឬក៏មានស្អីជាជំនួយថែមទៀតប្រកាសណាធ្វើឲ្យយើងកាន់តែសម្រេចនៅអ្វីដែលយើងចង់បានដូច្នេះនៅក្នុងជីវិតរបស់យើងបងប្អូនត្រូវតែមើលទៅរឿង3យ៉ាងជាសំខាន់3ចំណុចហ្នឹងទី1គឺផ្នត់គំនិតយើងវិជ្ជមាននៅទី2យើងមានជំនាញច្បាស់លាស់ក្នុងការធ្វើវានៅទី3យើងមានឧបករណ៍សម្ភារៈគ្រប់គ្រាន់ដើម្បីធ្វើវានៅនេះជាបងប្អូនត្រូវប្រយ័ត្នកន្លែងហ្នឹងហើយហេតុអីបានជាខ្ញុំចង់បញ្ជាក់កន្លែងហ្នឹងគឺមានបងប្អូនយើងមួយចំនួនជាច្រើនដែលគាត់ជួបបញ្ហាគឺគាត់ទៅរៀននៅកន្លែងណាមួយឬក៏ទៅចូលរួមក្នុងសិក្ខាសាលាឬទៅរៀនស្រាប់តែយើងមានផ្នត់គំនិតល្អគេបរៀនផ្ដោតលើផ្នត់គំនិតប៉ុន្តែយើងអត់ទាន់មានជំនាញច្បាស់លាស់ក្នុងការធ្វើវាយើងអត់មានឧបករណ៍គ្រប់គ្រាន់ក្នុងការធ្វើវាប្រកបជាគ្រោះថ្នាក់យើងស្មានតែយើងមានផ្នត់គំនិតថាយើងអាចហែទឹកបានយើងទៅចុះហែអាចលងទឹកស្លាប់ក៏អាចថាបានអរគុណច្រើន